ពិភពលោកកំពុងស្ថិតនៅក្នុងសម័យកាលថ្មីមួយនៃសង្គ្រាមដែលបច្ចេកវិទ្យាតម្លៃថោកកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធការពារដែនអាកាសទំនើបរបស់មហាអំណាចពិភពលោកយន្តហោះគ្មានមនុស្សបើកដែលមានតម្លៃត្រឹមតែ1%នៃអាវុធស្ទាក់ចាប់កំពុងធ្វើឲ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីទប់ទល់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយប្រទេសអ្នកមានបានគ្រប់គ្រងដែនអាកាសដោយសារលទ្ធភាពចំណាយលើបច្ចេកវិទ្យាថ្លៃបំផុតប៉ុន្តែបច្ចុប្បន្នអ៊ីរ៉ង់បានផ្លាស់ប្ដូររូបមន្តសង្គ្រាមដោយប្រើប្រាស់យន្តហោះដ្រូនវាយប្រហារដូចជាប្រភេទ Shahab និង Lucas ដែលមានតម្លៃផលិតត្រឹមតែ$20,000 ទៅ$50,000ប៉ុណ្ណោះផ្ទុយទៅវិញដើម្បីបាញ់ទម្លាក់ដ្រូនទាំងអស់នេះសហរដ្ឋអាមេរិកត្រូវប្រើប្រាស់មីស៊ីលស្ទាក់ចាប់ប្រភេទ Patriot ដែលមានតម្លៃរហូតដល់$4 លាននៅក្នុងមួយគ្រាប់ការគណនាងាយគឺថាសម្រាប់តម្លៃមីស៊ីល Patriot មួយគ្រាប់អាចទិញដ្រូនវាយប្រហារបានទៅដល់115គ្រឿងយុទ្ធសាស្ត្រយកបរិមាណឈ្នះគុណភាពរបស់អ៊ីរ៉ង់កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធការពារដែនអាកាសរបស់សម្ព័ន្ធមិត្តអាមេរិកដែលកំពុងប្រឈមទៅនឹងការឆ្អែតដោយសារការវាយប្រហារជាបន្តបន្ទាប់បើទោះបីជាសហរដ្ឋអាមេរិកមានយន្តហោះចម្បាំងទំនើបនិងក្រុមនាវិកដែលទទួលបាននូវការវឹកវើខ្ពស់បំផុតក្នុងពិភពលោកក៏ដោយក៏ការការពារខ្លួនពីដ្រូននៅតែជារឿងលំបាកនៅក្នុងសប្តាហ៍ដំបូងនៃសង្គ្រាមអ៊ីរ៉ង់បានបាញ់ដ្រូនជាង1000គ្រឿងដែលធ្វើឲ្យការការពារដែនអាកាសរបស់អ៊ីស្រាអែលនិងសម្ព័ន្ធមិត្តស្ថិតនៅក្នុងស្ថានភាពតានតឹងបំផុតដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះកាលពីខែកក្កដាឆ្នាំ2025រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth ត្រូវបានបញ្ជាឲ្យមន្ទីរបញ្ញកោណពន្លឿននៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រឆាំងនឹងដ្រូនឧបករណ៍រំខានសញ្ញាអេឡិចត្រូនិកដើម្បីកាត់ផ្តាច់ទំនាក់ទំនងរវាងដ្រូននិងប្រតិបត្តិការឡាស៊ែរថាមពលខ្ពស់បច្ចេកវិទ្យាដែលអាចបាញ់ទម្លាក់គោលដៅក្នុងល្បឿនពន្លឺដ្រូនស្ទាក់ចាប់ការអភិវឌ្ឍដ្រូនដើម្បីបាញ់ទម្លាក់ដ្រូនបញ្ហាប្រឈមធំបំផុតសម្រាប់យោធាសហរដ្ឋអាមេរិកគឺថាតើបច្ចេកវិទ្យាប្រឆាំងនឹងដ្រូនទាំងអស់នេះអាចរីកចម្រើនបានលឿននិងថោកគ្រប់គ្រាន់ដើម្បីហ្វូកងនឹងល្បឿននៃការវាយប្រហារដោយដ្រូនរបស់សត្រូវដែរឬទេប្រសិនបើមិនអាចទេនោះប្រព័ន្ធការពារជាតិនៅតែបន្តពឹងផ្អែកទៅលើឧបករណ៍ស្ទាក់ចាប់ដែលមានតម្លៃថ្លៃហួសប្រមាណនៅក្នុងសម័យកាលដែលអ៊ីរ៉ង់អាចផលិតដ្រូនបានរហូតដល់10000គ្រឿងក្នុងមួយខែសង្គ្រាមលែងមានន័យត្រឹមថាតើអ្នកណាមានកំភ្លើងខ្លាំងជាងទៀតហើយប៉ុន្តែវាបានក្លាយទៅជាអ្នកណាអាចផលិតរបស់ថោកបានច្រើនជាងពិភពលោកកំពុងសម្លឹងមើលអំពីការផ្លាស់ប្ដូរដ៏ធំនេះដោយកំពុងបង្ខំឲ្យមហាអំណាចយោធាពិភពលោកត្រូវតែគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួននៅក្នុងយុគសម័យថ្មី